គ្រប់ជំរាបសួរបងប្អូនអរគ្នាបងប្អូនអរគ្នាស្គាល់ផ្លែនេះអត់បងប្អូនផ្លែនេះខ្ញុំនិយាយទៅអត់នៅខ្មែរអត់ធ្លាប់ឃើញបងប្អូនមកកេរីមាននៅក្នុងប្រទេសកេរីមានផ្លែឈើដែលនៅយើងអត់មានណាប្លែកមានច្រើនតែបងប្អូនរសជាតិរបស់វាមើលខ្ញុំសារសជាតិរបស់វាស្តៀងអាគ្រាប់ស្វាយចន្ទីដែលវាដុះនៅលើដីបងប្អូនហើយវាចេញអាគ្រាប់វាខៀវចេញមកជាប់មួយបដូលហើយដល់ពេលដែលបងប្អូនហូបអានេះរសជាតិដូចគ្នាចឹងតែបើនេះនឹងផ្លែស្អីនេះខ្ញុំមកធ្លាប់ហូបដែរនៅក្នុងប្រទេសកូរ៉េមានផ្លែឈើដែលយើងអត់មាននៅគេមានតែផ្លែឈើដែលយើងមានគេអត់មានយើងមានគេអត់មានអញ្ចឹងប្រទេសនេះវាតំបន់ត្រជាក់អញ្ចឹងវាបើសិនជាមានដាំតារៀននេះល្អប៉ុន្តែនៅខាងកោះជេជូដូមានគេដាំចេកដាំលហុងដាំស្វាយបងដាំក្រូចនៅខាងជេជូដូវាអត់ធ្វើជាល្ងាមែនទេអញ្ចឹងនៅដីនៅនោះវាមិនណយផលហើយណាមួយដីក្នុងប្រទេសកូរ៉េដាំដំណាំល្អតែវាមានជីជាតិណាឆ្ងាញ់តែបងប្អូនផ្លែនេះឈ្ងុយខ្លាំងមែនតើបងឈ្ងុយទាំងអីនេះឈ្ងុយស្តៀងដូចកមុនខ្មុំអីមិនដឹងបងឈ្ងុយដូចកមុនខ្មុំផ្លែស្អីគេតំណងដល់អីចម្លែកឆ្ងាញ់ប្លែកបង